Ôi hùa chặt đỏ bài tay mà đong bong ôn từng óc kia chỉ tam phơi cái lệ tơ khơi mìnhในtrong pring mà ram mi hai con pina pinay mà lang đam pring mà này anh bật lẹ kịch ở mấy tàu ban tê tới chui prap sân ở trong một với ngặt ca tê ôn ơi đỏ bệt đào tới chật miền không ai ngày na bong ôn mạ gì sao tay ở hai con thợ ông sấy nè bong ôn con lang lơi trong chơi tâm mà này anh tới hai đam pring pua con mẹ dụ chan ta hai ta xa con anh lang đam pring ruột nè hay miền vua bao miền vua cờ rong hay nằng miền ở tập bộ muối đại quạt lang bạch pring នេះគឺថាឡើងផ្ទាល់ហ្មងអត់មែនរួននៅវាធ្លាក់ណាគាត់ថារួនធ្លាក់ទៅខ្លាច់បែកគ្រាប់ខ្លាច់អីហាក់អត់មានគ្នាច្រើនជួយរួនទេដោយសារតែមានតែគាត់ម្នាក់ឯងអញ្ចឹងហើយគាត់បេះដាក់ថងបេះប្រលេះដាក់ថងអញ្ចឹងទៅហើយនៅសល់ខ្លះជ្រុះមកខាងក្រៅមកផ្លែដែលខ្ញុំរើសនេះគឺផ្លែដែលជ្រុះមកខាងក្រៅហ្មងហើយគាត់មានចដាមានអីដាក់ឡើងនេះស្បែកជើងមកគូនេះឯងបងប្អូនមានតែគាត់ម្នាក់ឯងគត់ចដាឡើងបានតែបន្តិចទេបន្ទាប់មកត្រូវតោងមកឡើងតាមមេឃឈើទៅខ្ពស់ទៀតហើយនេះគឺក្រងដែលគាត់ទុកច្រកព្រីងមកគួសមរបស់គាត់ដែរហ្នឹងបងប្អូនគាត់បេះហើយគឺគាត់យកទៅលក់នៅតាមផ្លូវអីចឹងទៅមកកំប៉ុង2000មកកំប៉ុង2000តែនិយាយមែនអាការតស៊ូឡើងបេះនេះគឺតស៊ូខ្លាំងហ្មងទី1ដើមព្រីងគឺស្រួយឆាប់បាក់ណាបងប្អូនចំពោះអ៊ំស្រីតែគាត់ឡើងហើយគឺឡើងហើយគាត់ថាឡើងពីព្រឹកថ្ងៃត្រង់មិនគាត់ចុះវិញតើគាត់បេះបានច្រើនហើយខ្ញុំចង់ទិញគាត់5000គាត់ថាអត់ចុះទេពិបាកចុះខ្លាំងណាស់ពីព្រោះថាគាត់អាយុច្រើនហើយមិនងាយចុះមិនងាយឡើងហើយមើលខ្លួនគាត់ហ្នឹងគឺមានចងកម៉ាហ្នឹងគឺក្នុងហ្នឹងសិតតែព្រីងដែរបងប្អូនមកតួខ្លួនគាត់គឺថាដាក់ព្រីងគ្រប់កន្លែងបងក៏ថៃទិញបើសិនជាអ៊ំអត់ព្រមចុះមកទេអញ្ចឹងខ្ញុំឡើងទៅទិញទៅលើដើមនេះអ្នកទិញហេតុតែចង់ញ៉ាំឡើងទៅទិញទៅលើដើមបងអូហើយនេះអ្នកលក់គឺកំពុងតែចុះមកលក់អីវិញហើយធ្វើបាបអ៊ំប្រយ័ត្នប្រយែងអ៊ំអូបានមកកម្លាំងដែរអ៊ំលុយទិញអ៊ំ5000ទិញអ៊ំ5000មកណែចុះអ៊ំថាអត់ចុះមកគាត់ថាតើថ្ងៃត្រង់មិនគាត់ចុះអញ្ចឹងឥឡូវយើងឡើងទៅទិញម្ដងអ្នកទិញតស៊ូដល់កយលុយដាក់ចងហ្នឹងក៏បានចងហ្នឹងវិញចងហ្នឹងតែក្មេងៗមកហ្នឹងគាត់ទៅជ្រុះបាត់ទៅអ៊ំដាក់ខាត់មកនេះតិចមកទៅអ៊ំចាបងប្អូនអ៊ំស្រីក៏អត់ចុះយើងនឹងកឡើងទៅលើអត់រួចអញ្ចឹងហើយមានតែប្រយុទ្ធខ្សែអ្នកទិញមហាអស់ចាអូយអ៊ំឲ្យច្រើនណានេះ5000បានកណូអរគុណច្រើនណាស់អ៊ំចាព្រីងបាយហ្នឹងគឺថាជូអែមល្មមញ៉ាំឆ្ងាញ់តែបងប្អូនអើយអាណិតអ្នកឡើងទៅទិញដល់ហើយមិនដែរចេះឡើងដើមឈើទេតែឥឡូវតស៊ូដោយសារតែអ៊ំមកអត់មានដាក់ថង់អីស្អាតទេថង់មានអីគឺគាត់ដាក់ឲ្យយើងអញ្ចឹងឯងបងប្អូនគាត់លក់ឲ្យ5000មកកណូហើយព្រីងនេះគឺសិតតែល្មមញ៉ាំហ្មងណាមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាបេះមកពីដើមថ្មីអត់បានលាងអត់បានអីទេក៏ប៉ុន្តែឃើញថាវាល្អហើយអ៊ំក៏ឡើងបេះកន្លែងខ្ពស់ដែរអញ្ចឹងទៅយើងញ៉ាំភ្លាមតែម្ដងតាមប៉ាត់ទិញគាត់5000ហ្នឹងគឺថាគាត់ឲ្យប៉ុណ្ណាក៏បានដែរពីព្រោះអីញ៉ាំតែបន្តិចហ្នឹងតែជាក់ស្ដែងអ៊ំឲ្យឡើងមកកណូចែកគេចែកឯងពេញភូមិហើយគាត់មកសន្ទុះជាងទៅស្រាប់តែឃើញម៉ាក់យាយគាត់ដើរមកឃើញគ្នាគាត់ឡើងលើចុងព្រីងគាត់សួរបេះព្រីងបានអត់ហ្នឹងពួកគាត់វិញគឺថាឡើងបេះមិនរួចទេដោយសារគាត់មានបច្ចុប្បន្នច្រើនហើយមានតែអង្គុយចាំនៅក្រោមហើយដើររើសអីនៅខាងក្រោមនឹងឯងចាអរគុណបងប្អូនទាំងអស់គ្នាដែលចូលចិត្តវីដេអូមួយនេះជម្រាបលាបាយ